ទស្សនិកជននៅក្នុងឱកាសសន្និបាតជាមួយនឹងម្ចាស់ពិហ៊ុនប្រចាំឆ្នាំប្រធានរបស់ក្រុមហ៊ុន Foxconn បានបង្ហាញជំនឿចិត្តខ្ពស់លើកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបានចំណាយទុនជិត$1 trillion ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតាមកិច្ចសន្យាធំបំផុតនៅលើពិភពលោកនិងជាដៃគូដំឡើងទូរស័ព្ទ iPhone ឲ្យក្រុមហ៊ុន Apple បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើសន្ទុះកំណើនអាជីវកម្មរបស់ខ្លួនលោកយ៉ាងលាវប្រធានក្រុមហ៊ុនបានថ្លែងនៅក្នុងអង្គមហាសន្និបាតភិហ៊ុននឹកថាភាពធ្លាក់ចុះនៃការលក់តាមរដូវកាលនៅពេលកណ្ដាលឆ្នាំដែលជាទម្លាប់កើនឡើងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាគឺលែងមានទៀតហើយដោយសារតែតម្រូវការបច្ចេកវិទ្យា AI កំពុងកើនឡើងយ៉ាងគំហុកលោកប្រធានលាវបានបង្ហាញទស្សនវិស័យវិជ្ជមានខ្លាំងចំពោះឆមាសទី2នៃឆ្នាំ2026នេះដោយបញ្ជាក់ថាលើកលែងតែមានព្រឹត្តិការណ៍កងានខ្មៅឬព្រឹត្តិការណ៍អាក្រក់ខ្លាំងដែលមិនអាចទាយទុកមុនកើតឡើងយ៉ាងធ្ងន់ធ្ងរប៉ុន្តែខ្ញុំមិនទាន់ឃើញមានសញ្ញាណាមួយនៅឡើយនោះទេបើផ្អែកទៅលើអ្វីដែលយើងមើលឃើញនាពេលបច្ចុប្បន្នឆមាសទី2នៃឆ្នាំនេះគឺមើលទៅល្អខ្លាំងណាស់ក្តីសង្ឃឹមនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនទើបតែទទួលបានប្រាក់ចំណេញក្នុងត្រីមាសទី1គឺកើនឡើង19% ខ្ពស់ជាងការរំពឹងទុកកត្តាដែលធ្វើឲ្យ Foxconn មានទំនុកចិត្តបែបនេះគឺដោយសារតែការចំណាយទុនយ៉ាងសម្បើមទៅលើវិស័យ AI ពីសំណាក់ក្រុមហ៊ុនផ្ដល់សេវាកម្ម Cloud យក្សដែលឆ្នាំនេះមានទំហំលើសពី$700,000,000,000ហើយអាចឡើងដល់$1 trillionនៅឆ្នាំក្រោយលោកលាវបានសង្កត់ធ្ងន់ថាការចំណាយទុនរបស់យើងគឺជាទីផ្សាររបស់យើងនេះគឺផ្ដល់ឲ្យយើងនៅទំនុកចិត្តយ៉ាងខ្លាំងលើសន្ទុះកំណើនរបស់យើងនាពេលអនាគតដើម្បីឆ្លើយតបទៅនឹងឱកាសនេះ Foxconn គ្រោងបង្កើនការចំណាយទុនរបស់ខ្លួន 30% នៅឆ្នាំនេះដើម្បីពង្រីកសង្វាក់ផលិតកម្មម៉ាស៊ីនមេ AI ឲ្យកាន់តែធំតែទន្ទឹមនឹងកង្វល់ជំវិញការខ្វះខាតបន្ទះឈីបអង្គចងចាំជាសកលលោកប្រធានក្រុមហ៊ុនបានលើកឡើងថាអតិថិជនកម្រិតខ្ពស់មួយចំនួនរបស់យើងរងផលប៉ះពាល់ខ្លះដែរក៏ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេលោកបន្ថែមថាប្រសិនបើទីផ្សារកម្រិតខ្ពស់រងផលប៉ះពាល់ពិភពលោកទាំងមូលនឹងទទួលអារម្មណ៍នេះហើយយើងសង្ឃឹមថារឿងនោះនឹងមិនកើតឡើងទេដូច្នេះសម្រាប់យើងស្ថានភាពបច្ចុប្បន្នគឺថាផលប៉ះពាល់លើអតិថិជនរបស់យើងរហូតដល់ចុងឆ្នាំនេះគឺមានកម្រិត